នៅពេលដែលសបាយក៏យើងត្រូវការពារខ្លួនដែរព្រោះការសបាយនឹងជួនកាលភ្លេចខ្លួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែមួយវិនាទីបាទគឺយុវជនចាប់ពីអាយុ15ឆ្នាំដល់19ឆ្នាំគឺបានផឹកស្រាបៀរខ្លាំងមែនទែនក្មេងមែនទែនបងច្បាប់អាមេរិកគឺ21ឆ្នាំបានអាចផឹកបានអាចទិញស្រាបានពេលការអាយុ20ដែលហ៊ានលួចទៅទិញអត់ទេមាត្រាទី12ហ្នឹងគេបាននិយាយថាហាមលក់ឬចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនណាដែលមានអាយុក្រោម21ឆ្នាំម្នាក់ហ្នឹងគឺយើងមើលដឹងថាស្រវឹងហើយអូបនូហើយគឺអត់ឲ្យទៅមកយកសោឡានលាក់ជួយផងចាជួយគ្នាទៅវិញទៅមកយ៉ាបើស្រុកខ្មែរអ្នកខ្លះអត់ទេគឺវងព្រុចបើនៅនេះអត់ទេគឺចាប់អត់ឲ្យចេញពីផ្ទះហ្មងព្រោះអីគាត់ខ្លាចCome on, warriors, standing tall and proud. Voices like thunder, defying every cloud. Fighting for tomorrow, they shout out loud. In the name of freedom, they gather as a crowd. សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ My Future Podcast Season 1 Episode ទី3ហើយថ្ងៃនេះផងដែរយើងមាន recommend របស់យើងសុកនិនយើងជួបគ្នាម្ដងទៀតហើយប្រធានបទយើងនៅក្នុងថ្ងៃនេះគឺនិយាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងសុកនិនព្រោះអីដូចយើងនឹងស្រាប់អីបន្ទាប់ពីចូលឆ្នាំហើយយើងក៏មានការស្រាវជ្រាវក៏មានព័ត៌មានចុះមួយចំនួនដែរតាមបងតាមដាននៅប្រទេសកម្ពុជាហើយយើងចង់លើកប្រធានបទនេះយកមកនិយាយដើម្បីឲ្យបងប្អូនជាពិសេសគឺយុវជនយើងនៅក្នុងវ័យដែលគាត់អាចធ្វើដំណើរគាត់អាចដើរលេងសប្បាយបានហ្នឹងដើម្បីឲ្យគាត់ដឹងថាតើវាមានផលប៉ះពាល់អីខ្លះហើយតើគាត់ប្រើប្រាស់គ្រឿងស្រវឹងហ្នឹងគាត់អាចទទួលបានឥទ្ធិពលអីខ្លះឥឡូវសម្រាប់សុកនិនវិញតើចូលឆ្នាំនេះបងសូមសួរបកតន្តិចព្រោះឃើញសុកនិនដើរច្រើនទៀតហើយនៅសុកនិនដូចការអេពីសូតមុនអញ្ចឹងសុកនិននៅតែដើរច្រើនហើយឃើញចូលឆ្នាំនេះសុកនិនទៅ North Carolina ផងហើយមក Massachusetts ផងហើយតែប៉ាត់សុកនិននៅរដ្ឋ Connecticut ទេចាខ្ញុំបានឆ្នាំនេះបានទៅ3វត្តបានទៅចូលឆ្នាំនៅ North Carolina នៅ Connecticut ហើយនឹងនៅ Rhode Island សប្បាយមែនទែនបងហើយជាពិសេសខ្ញុំមានភាពរីករាយមែនទែនដែលពេលទៅវត្តណាមិនថាខាងខ្ញុំខាង East Coast ឬក៏ខាង North Carolina គឺមានបងប្អូនខ្មែរច្រើនមែនទែនថែរក្សាវប្បធម៌ខ្មែរទាំងក្មេងទាំងចាស់ក្មេងៗឃើញពួកគាត់សប្បាយលេងនឹង game វិជាធិបតេយ្យgame វិជាធិបតេយ្យអូសុខវិជាព្រៃវិជាព្រៃ game វិជាព្រៃទាញព្រាត់បោះឈូងសប្បាយមែនទែនសប្បាយនឹងការរីករាយចូលរួមជាមួយខ្មែរទៀតហើយនឹងរីករាយចូលរួមថែរក្សាវប្បធម៌ខ្មែរបាទសុខនិនអញ្ចឹងដូច្នេះហើយយើងដឹងថាពេលដែលចូលឆ្នាំពេលបុណ្យប្រពៃណីយើងអីមួយមិនថាតែចូលឆ្នាំអីគឺពួកយើងសប្បាយហើយជាពិសេសគឺយុវជននឹងគឺសប្បាយខ្លាំងជាងគេបំផុតអញ្ចឹងបានយើងលើកប្រធានបទនេះឡើងដើម្បីឲ្យគាត់ដឹងថានៅពេលដែលសប្បាយក៏យើងត្រូវការពារខ្លួនដែរព្រោះការសប្បាយនឹងជួនកាលភ្លេចខ្លួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែមួយវិនាទីអាចគ្រោះថ្នាក់ចរាចរណ៍ខ្លាំងបាត់បង់ខ្លាំងមែនទេហ្នឹងហើយមិនមែនតែគ្រោះថ្នាក់ចរាចរណ៍ជួនកាលគាត់អាចបង្កជាអំពើហិង្សាទៀតព្រោះអីពេលគ្រឿងស្រវឹងចូលដល់ខ្លាំងពេកអ្នកខ្លះបាត់បង់ស្មារតីដូចថាគាត់ផឹកអត់មានទំនួលខុសត្រូវឥឡូវយើងមានការស្រាវជ្រាវមួយដោយសារព័ត៌មាននៅក្នុងប្រទេសគាត់ថាយុវជនកើនឡើងខ្លាំងមែនទែនសុកនិនក្នុងកំឡុងពេលចូលឆ្នាំហ្នឹងគឺយុវជនចាប់ពីអាយុ15ឆ្នាំដល់19ឆ្នាំគឺបានផឹកស្រាបៀរខ្លាំងមែនទែនក្នុងរយៈពេល30ថ្ងៃក្នុងកំឡុងពេលថាពីមួយខែ4ហ្នឹងរយៈពេលខែ4ហ្នឹងក្នុងគេគិតចឹង30ថ្ងៃចុងក្រោយហ្នឹងគ្រាប់តែថ្ងៃចូលឆ្នាំអីហ្នឹងគឺច្រើនមែនតើគឺរហូតដល់ប្រហែលជា 31% នោះចាគឺចិត្តចំនួនច្រើនមែនតើណាហើយសុកនិនឯងសង្កេតឃើញអាយុ15ឆ្នាំដល់អាយុ19ឆ្នាំសុកនិនឯងមានអារម្មណ៍ថានៅក្មេងមែនតើបងក្មេងមែនតើពីព្រោះខ្ញុំនៅសហរដ្ឋអាមេរិកច្បាប់អាមេរិកគឺ21ឆ្នាំបានអាចផឹកបានអាចទិញស្រាបានចុះសុកនិនឯងអាយុពេលការអាយុ20ដែលហ៊ានលួចទៅទិញអត់ទេពីព្រោះនៅនេះគេច្បាប់គេគោរពច្បាប់មែនទែនទូអ្នកលក់ហើយនឹងអ្នកទិញបើយើងទៅទិញបើយើងគេសុំមើល ID ហើយតែ20បើក្រៅ21គេអត់លក់ឲ្យទេហើយអ្នកលក់ហ្នឹងក៏គេគោរពច្បាប់ខ្លាំងពីព្រោះអ្នកលក់ស្រាមួយត្រូវមាន license ស្របច្បាប់អញ្ចឹងបើគាត់លក់ឲ្យក្មេងអាយុក្រៅ21គាត់អាចនឹងបាត់បង់ business គាត់ពីព្រោះគាត់មិនគោរពច្បាប់អញ្ចឹងច្បាប់នៅសហរដ្ឋអាមេរិកតឹងតែងមែនទែនហើយ15ឆ្នាំទៅ19ឆ្នាំក្មេងមែនទែនបងពីព្រោះពេលហ្នឹងគឺពេលគាត់សិក្សាពេលគាត់អភិវឌ្ឍខ្លួនឯងអញ្ចឹងហើយទីមួយទៀតគឺដូចថាខួរក្បាលគាត់វាអត់ទាន់ fully develop នៅសហរដ្ឋអាមេរិក21ឆ្នាំពីព្រោះការ research គេបានរកឃើញថាខួរក្បាលយុវជនពី21ដល់25បាន brain នឹង fully develop អញ្ចឹងពេលក្រៅ21គឺគាត់អត់ទាន់ fully develop គឺ
ការសំខាន់មែនទែនសម្រាប់ការប៉ះពាល់ការគិតការ make decision ការ judgment អញ្ចឹងបានខាងសហរដ្ឋអាមេរិកគាត់ច្បាប់គាត់គឺថា21ឡើងបានឲ្យអាចញ៉ាំស្រាបាន ចុះដល់ពេលសុកនិនសង្កេតឃើញថាដល់ពេលយើងមានចំនួនច្រើនអញ្ចឹងណាតើវាអាចមានផលប៉ះពាល់អីសុកនិនអាចនិយាយពីផលប៉ះពាល់បន្តិចតួចសិនមកពួកអីយើងនឹងមានសំណួរក្រោយទៀតដែលតាក់ទងនឹងបញ្ហាហ្នឹងឯង ផលប៉ះពាល់ធំបងបាននិយាយមិញហើយគឺទី1អំពើហិង្សាទី2អាចប៉ះពាល់នឹងការសិក្សានឹងការងារពេលយើងញ៉ាំស្រាច្រើនអាចប៉ះពាល់ដូចថាយើងបាត់បង់ការសិក្សាបាត់បង់ការងារមិនមានអត់មានការងារធ្វើទី3មួយទៀតគឺហើយខ្ញុំឃើញថាខ្ញុំសង្កេតឃើញច្រើនមែនទែនគឺគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាខ្ញុំឃើញច្រើនគឺគ្រោះថ្នាក់ចរាចរណ៍ដោយសារការផឹកស្រវឹងហើយជាពិសេសគឺការខែបនទៀនគឺជាធម្មតាបនទៀនយើងជួបជុំគ្រួសារមិត្តភ័ក្តិដើរលេងសប្បាយហើយវាតែងតែមានការញ៉ាំតិចតួចប៉ុន្តែគឺយើងញ៉ាំឲ្យមានកម្រិតហើយញ៉ាំឲ្យមានការទទួលខុសត្រូវពីព្រោះយើងអាចដូចយើងបាននិយាយចឹងគឺវា only take 1 second to change your life អញ្ចឹង1វិនាទីគឺសំខាន់មែនទែនបាទសុកនិនប៉ុន្តែបងបានអានច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងសង្វឹងនៅប្រទេសកម្ពុជាច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងសង្វឹងនៅប្រទេសកម្ពុជានឹងមាត្រា12ក៏គេបានហាមឃាត់ដែរសុកនិនគេបានខ្ញុំសូមអានច្បាប់នឹងបន្តិចនៅមាត្រាទី12ច្បាប់ពីស្ដីពីការគ្រឿងសង្វឹងនឹងមាត្រាទី12នឹងគេបាននិយាយថាហាមលក់ឬចែកចាយគ្រឿងសង្វឹងគ្រប់ប្រភេទដល់ជនណាដែលមានអាយុក្រោម21ឆ្នាំក្រោម21ឆ្នាំហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេណាសុកនិនស្ត្រីមានគភ៌បើកាលបើគភ៌ត្រូវបានឃើញជាក់ស្ដែងឬកាលបើខ្លួនបានដឹងបានន័យថាបើសិនជាអ្នកខ្លួនឯងបានដឹងតែខ្លួនឯងមានគភ៌ក៏អាចទៅទិញស្រាបានដែរហើយនឹងមួយទៀតគឺជនដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រាប់ដែលមិនអាចគ្រប់គ្រងបានបានន័យថាច្បាប់ស្រុងប្រទេសកម្ពុជារឹតបន្តឹងដល់ស្ត្រីមានផ្ទៃពោះទៀតទៅបានន័យថាលើសពីមិនថាក្រោមអាយុ21ទិញអត់បានហើយស្ត្រីមានផ្ទៃពោះក៏ទិញអត់បានហើយបើជនណាស្រវឹងហើយក៏ទៅទិញអត់បានដែរចុះសម្រាប់សុកនេះឯងឃើញច្បាប់ល្អអញ្ចឹងហើយប៉ុន្តែសុកនេះសង្កេតឃើញថាជាក់ស្ដែងយ៉ាងម៉េចដែរសម្រាប់សុកនេះឯងមើលឃើញណាសម្រាប់អ្វីដែលខ្ញុំមើលឃើញបងច្បាប់មានច្បាប់គឺល្អហើយប៉ុន្តែវាមិនអាចទៅរួចទេបើច្បាប់នឹងយើងអត់មានការអនុវត្តហើយអ្វីដែលខ្ញុំឃើញនៅប្រទេសកម្ពុជាគឺមានច្បាប់ប៉ុន្តែគ្មានការអនុវត្តគ្មានការគោរពច្បាប់ដោយបងនិយាយចឹងអាយុមកក្រោម21ឆ្នាំប៉ុន្តែ research មិញមកឯងប្រាប់ថាយុវជន15 19អញ្ចឹងមានន័យថាច្បាប់ហ្នឹងអត់មានអភិវឌ្ឍទេអញ្ចឹងហើយសំខាន់មែនទែនក្នុងការអភិវឌ្ឍច្បាប់នៅណាក៏មានដែរបងប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការអនុវត្តការគោរពច្បាប់ការពង្រឹងច្បាប់នឹងគឺដូចថា enforcement អញ្ចឹងណាអូខេសុំសួរសុកនិនមកសំណួរទៀតដែលតាក់ទងនឹងគ្រឿងទស្សនៈគំនិតណាតើគ្រឿងសង្វឹងវាពិតជាអាក្រក់ដូចដែលយើងបានពិភាក្សាគ្នាមិញអត់វាបើយើងនិយាយឲ្យស្មោះត្រង់ទៅអាក្រក់បំផុតបងអាក្រក់ពីព្រោះទី1គឺគ្រឿងសង្វឹងយើងអាចចាប់ផ្ដើមពីក្មេងមែនទេប៉ុន្តែបងឃើញអ្នកខ្លះគេផឹកអត់ដីផងណាអត់អីពេលឥឡូវបងប៉ុន្តែយើងដូចថាឥឡូវឧទាហរណ៍ឥឡូវគាត់អាចពិភាក្សាញ៉ាំស្រាបានឥឡូវប៉ុន្តែទៅមុខទៀតគាត់អាចមានរោគមានជំងឺបានន័យថាទោះគាត់អត់ផឹកក្នុងស្ថានភាពស្រវឹងគាត់អត់បង្កគ្រោះថ្នាក់ចរាចរណ៍មែនប៉ុន្តែវាបង្កហានិភ័យទៅថ្ងៃអនាគតដែរចាភាគច្រើនអ្វីដែលខ្ញុំឃើញភាគច្រើនគឺគាត់ញ៉ាំស្រាហើយស្អែកឡើងគាត់ថាអូខ្ញុំឈឺក្បាលខ្ញុំឈឺពោះអាហ្នឹង short term effect ណាគាត់ភ្លាមប៉ុន្តែពេលដែលគាត់ញ៉ាំស្រាយូរឆ្នាំយូរខែទៅគាត់អាចកើតមហារីក later on គាត់អាចកើតរោគថ្លើមដូងជាពិសេសពូប្រុសគឺគាត់ high risk នឹងការលើសឈាមអញ្ចឹងការញ៉ាំស្រាគឺអាចជំរុញឲ្យគាត់កើតលើឈាមហើយអ្វីមួយទៀតហ្នឹងដូចយើងបាននិយាយចឹងគឺអំពើហិង្សាក្នុងគ្រួសារជំវិញមនុស្សហើយនឹងការអភិវឌ្ឍជាពិសេសសម្រាប់អភិវឌ្ឍសម្រាប់យុវជនបងអូខេសុកនិនអាហ្នឹងរឿងសំខាន់មួយទៀតហើយរឿងសំខាន់មួយទៀតនៅក្នុងស្រុកខ្មែរតាំងពីបងធ្លាប់រស់នៅស្រុកខ្មែរបានប្រហែលជា25ឆ្នាំដែរបានន័យថាវាធំធាត់អាចយើងមើលដឹងពីសង្គមណាសុកនិនគ្រោះថ្នាក់ភាគច្រើន
យើងថាចោះដូចអ្វីដែលសុកនិនរៀបរាប់5មិញគឺមហារិទ្ធមហាអីវាជារឿងទៅអនាគតមួយទៀតដែលគាត់អាចនឹងប្រឈមបើសិនជាគាត់នៅប្រព្រឹត្តស្រាបៀរដែលគាត់ផឹករហូតជារឿងរាល់ថ្ងៃឬមួយក៏គាត់ផឹកជាញឹកញាប់ប៉ុន្តែអ្វីដែលអាចកើតឡើងនៅគៀកគាត់គឺគ្រោះថ្នាក់ចរាចរណ៍នឹងគឺខ្លាំងមែនទែនហើយនៅក្នុងស្រុកខ្មែរគឺគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែ 100% ដែលបង្កឡើងគឺជនបង្កគឺស្ថិតនៅក្នុងស្ថានភាពសង្វឹងយើងចង់ប្រៀបធៀបបន្តិចឲ្យសុកនិនប្រៀបរាប់5បន្តិចថាតើនៅក្នុងសហរដ្ឋអាមេរិកបើមនុស្សក្នុងស្ថានភាពសង្វឹងហ៊ានទៅបើកឡានទេភាគច្រើនគឺអត់ហ៊ានទេបងទី1ដូចយើងនិយាយការគោរពច្បាប់នៅនៃការតឹងរឹងមែនទែនគេពេលដែលប៉ូលីសចាប់យើងហើយយើងគេឲ្យយើងធ្វើតែហើយគេមានកម្រិតច្បាប់ហើយបើយើងលើសខ្លាំងទី1យើងអាចជាប់គុកទី2បើខ្លាំងមែនទែនគឺយើងអាចគេយកបានបើកបរមួយជីវិតយើងអាចបើកបរបានទៀតទេហើយយើងអាចឡើងតុលាការទោះបីយើងមិនបុកអ្នកណាមិនគ្រោះថ្នាក់ចរាចរណ៍ក៏បានដូចថាយើងជីវេឆ្វេងវេស្ដាមហើយមានអ្នកណាទៅ report ទៅប៉ូលីសគេចាប់យើងទោះបីយើងមិនប៉ះគេក៏ដោយក៏យើងអត់គោរពច្បាប់អញ្ចឹងគេនឹងប៉ូលីសនឹងចាប់យើងហើយមួយទៀតអ្វីដែលខ្ញុំបានជួបផ្ទាល់គឺពេលខ្ញុំរៀនថ្នាក់ទី11 12នៅ high school ហើយតាំងខ្ញុំចាប់ផ្ដើមតាំងពីថ្នាក់ទី6ទី5ទី6គឺខាងសាលាបរិញ្ញាគឺនិយាយពីការស្វឹងបើកបរហើយគឺគេមានខាងប៉ូលីសខាង fire department ខាងពេទ្យមកសាលាយើងហ្នឹងហើយបង្ហាញយើងផ្ទាល់ហ្មងគឺដូចថាគេ acting ហ្មងដូចបងគេដាក់ show យើងមើលមិនមែន show មើលតាម TV ណានៅផ្ទាល់ហ្នឹងហ្មងគេថាឥឡូវបើអ្នកឯងស្វឹងប៉ុណ្នេះគេឲ្យយើងពាក់វ៉ែនតាហ្នឹងប្រាប់យើងថាស្វឹងតិចស្វឹងខ្លាំងស្វឹងល្មមបើយើងស្វឹងខ្លាំងទៅវាព្រុលរបៀបម៉េចយើងមើលអត់ឃើញឬក៏យើងដូចថាឈឺក្បាលចឹងហើយគេសួរយើងឥឡូវឧទាហរណ៍អ្នកឯងពាក់វ៉ែនតានេះអ្នកឯងស្វឹងប៉ុណ្នេះអ្នកឯងបើកឡានអ្នកឯងឃើញអាចឃើញផ្លូវច្បាស់អត់អាចឃើញអានេះច្បាស់អត់ចឹងគេឲ្យយើង experience ហ្នឹងហ្មងគេឲ្យយើងដូចថាឲ្យស្គាល់ស្ថានភាពសង្វឹងថាទោះបីពេលហ្នឹងយើងមិនដូចថាថ្នាក់ទី5ទី6យើងមិនទាន់អាចទិញស្រាទិញអីញ៉ាំបានទេប៉ុន្តែគេឲ្យគេបង្រៀនឲ្យយើងតាំងពីតូចតាំងពីថ្នាក់ទី5ទី6ថាពេលយើងស្វឹងយើងមានអារម្មណ៍បែបនេះការមើលឃើញយើងបែបនេះហើយគេប្រាប់ថាការវា affect brain ហ្នឹងរបៀបម៉េចហើយគេបង្ហាញថាពេលយើងបុកគ្នាគ្រោះថ្នាក់ចរាចរណ៍វាមានគ្រោះថ្នាក់របៀបណាគេបង្ហាញឲ្យយើងមើលជាក់ស្ដែងអញ្ចឹងបានទី1ការភាពជាក់ស្ដែងការអប់រំនៅសាលាទី2គឺការអប់រំច្បាប់ការគោរពច្បាប់ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកគឺមានការគោរពច្បាប់និងការស្រវឹងនិងការញ៉ាំស្រាញ៉ាំអីនឹងមែនទេមួយទៀតបងខ្ញុំក៏រស់នៅសហរដ្ឋអាមេរិកដែរហើយមកបាន3ឆ្នាំហើយក៏ពេលខ្លះយើងទៅជប់លៀងអីជាមួយនឹងបងប្អូនខ្មែរយើងគាត់តែងតែមានយើងទទួលស្គាល់ការពិតអាហ្នឹងយើងដឹងទាំងអស់គ្នាគឺច្បាស់ហើយគឺគាត់មានភាសាស្រាភាសាគ្រឿងសង្វឹងខ្លះប៉ុន្តែអ្វីដែលសុកនិននិយាយហ្នឹងគឺជាការគ្រប់ច្បាប់ហើយមនុស្សម្នាក់ពេលដែលខ្លួនឯងទៅថាមិនសង្វឹងខ្លាំងផងមែនទេគឺអត់ហ៊ានទេគឺគេនៅផ្ទះម្ចាស់ផ្ទះនឹងផ្ទាល់តែម្ដងគឺអត់ទៅសុខចិត្តក្រាកតេដេកនៅ living room ហើយសុខចិត្តដូចថាចាំព្រឹកស្អែកចាំទៅអញ្ចឹងហើយមួយទៀតឃើញម្ចាស់ផ្ទះហើយឬអ្នកស្គាល់គ្នានឹងគឺគេមានទំនួលខុសត្រូវគឺមិត្តភ័ក្តិហើយគ្រួសារគឺខ្វាត់ហ្មងអត់ឲ្យជិះមិនអត់ឲ្យជិះទេរហូតដល់ដឹងថាម្នាក់នឹងលេងអីហើយបានអនុញ្ញាតថាបងឯងបើកឡានបានបើឲ្យទៅចោះអត់អីតែបើថាម្នាក់នឹងគឺយើងមើលដឹងថាសង្វឹងហើយអូបនូហើយគឺស្ថិតក្នុងស្ថានភាពសង្វឹងហើយគឺអត់ឲ្យទៅហ្មងខ្លាចសោឡានຕົកឃើញគាត់ដូចថាគាត់យកសោឡានលាក់ជួយគ្នាជួយគ្នាទៅវិញទៅមកបើស្រុកខ្មែរអ្នកខ្លះអត់ទេទាញវងព្រុចបើនៅនេះអត់ទេគឺចាប់អត់ឲ្យចេញពីផ្ទះហ្មងព្រោះអីគាត់ខ្លាចចាហើយកន្លែងហ្នឹងបងនិយាយខ្ញុំមានគំនិតមួយថានៅនេះយើងមានដូចថាមើលថែគ្នាទៅវិញទៅមកខ្ញុំគិតថាយុវជននៅប្រទេសខ្មែរអាចធ្វើដូចយើងបានធ្វើជាដូចថាpeer leader ចឹងដូចថាមិត្តភ័ក្តិការដឹកនាំជាមិត្តភ័ក្តិចឹងដូចថាបើយើងឃើញមិត្តភ័ក្តិយើងស្វឹងឬក៏គាត់ញ៉ាំលើសតិចតួចអីចឹងគាត់យើងដឹងថាគាត់មិនគួរបើកបរអីចឹងយើងប្រាប់គាត់ថាអូខេអ្នកឯងគេផ្ទះខ្ញុំឬក៏ខ្ញុំជូនទៅឬក៏ខ្ញុំហៅតាក់ស៊ីឲ្យកុំឲ្យគាត់បើកបរចឹងពីព្រោះយើងជួយមើលគ្នាទៅវិញទៅមកអានឹងជាវិធីមួយដែលអាចជួយឲ្យបន្ថយការគ្រោះថ្នាក់ចរាចរណ៍ដោយគ្រឿងស្រវឹងបាទអូខេអរគុណសុកនាងឥឡូវយើងនិយាយពីរឿងហ្នឹងគឺយើងបានមកចំណុចច្រើនដែរសម្រាប់ជួយពួកគាត់ពាក់ព័ន្ធនឹងរឿងពេលដែលគាត់ស្រវឹងហើយមួយទៀតជាពីពាក់ព័ន្ធនឹងពាណិជ្ជកម្មស្រាបៀរវិញដោយសារយើងនៅសហរដ្ឋអាមេរិកនេះ
យើងក៏ឃើញពាណិជ្ជកម្មស្រាបៀរដែរសាមថាមគឺឃើញនៅពេលឃើញនៅកន្លែងលក់ស្រាបៀរនឹងតែម្ដងគេមានប៉ាណូគេមានអីតែបើនៅសាធារណៈយើងស្ទើរតែអត់ឃើញទេមែនទេតែបើនៅប្រទេសកម្ពុជាយើងរៀងច្រើនបន្តិចឥឡូវច្រើនតិចគឺច្រើនខ្លាំងមកឥឡូវត្រង់ចំណុចនេះសុកនាងđangយល់ថាម៉េចបងក៏មានកំណត់ដែរតែបងចង់ស្ដាប់កំណត់សុកនាងសិនបើខ្ញុំនិយាយត្រង់គឺខ្ញុំសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាយើងមិនអាចបងមិនអាចហាមថាមិនឲ្យគាត់ធ្វើ promotion ទេពីព្រោះអានឹង part of business គេមាន business គេត្រូវការ promotion ហើយប៉ុន្តែមានកម្រិតបើថាច្បាប់ដាក់កម្រិតថាគួរផ្សាយក្នុងកម្រិតណាទំហំប៉ុណ្ណាមិនថាចេះតែផ្សាយថា100 ម៉ែត្រឃើញមួយ50 ម៉ែត្រឃើញមួយស្ទើរតែដូចថា10 ម៉ែត្រមួយផ្លាក10 ម៉ែត្រមួយផ្លាកអញ្ចឹងណាដូចថាកលេចឆ្វេងក៏ឃើញស្ដាំក៏ឃើញ color ក៏ឃើញក្រោមក៏ឃើញដូចថាវាហួសហេតុពេកអញ្ចឹងដូចថាមានកម្រិតហើយយើងគួរតែមានដូចថាធម្មតាពេលគេធ្វើ marketing គេមាន target audience ហ្នឹងយើងផ្សាយចំពោះអ្នកណាចំពោះក្មេងអាយុ21ឆ្នាំដែលគាត់អាចទិញបានដែលគាត់អាចញ៉ាំបានមិនមែនផ្សាយដូចថានៅមុខសាលាកូនក្មេងក៏មានដែរសាលាកូនក្មេងក៏មានក្រៅពេទ្យក៏មាននៅក្នុងពេទ្យក៏មានដូចថាកន្លែងណាក៏មានការផ្សាយគ្រឿងស្រវឹងអញ្ចឹងដូចថាយើងមិនហាមទេថាផ្សាយពីព្រោះអាហ្នឹងវារឿង business វាជារឿងធម្មតាប៉ុន្តែឲ្យមានកម្រិតឲ្យមានការគោរពច្បាប់ឲ្យមានការគោរពសិទ្ធិទៅវិញទៅមកចាសុកនាងនិយាយឡើងល្អមែនតើព្រោះបងឃើញថាស្រុកខ្មែរយើងគាត់ធ្វេសប្រហែសរឿងហ្នឹងជាពិសេសគឺលើការដឹកនាំហើយនឹងការអនុវត្តច្បាប់ហ្នឹងយើងមិនដឹងថាច្បាប់មានកំណត់ថាអាចប្រមាណម៉ែត្រឬប្រមាណគីឡូម៉ែត្រមានផ្លាកទេប៉ុន្តែយើងឃើញគឺវាសាហាវមែនតើហើយចំណុចនេះបងឃើញមានគ្រោះថ្នាក់មែនតើដោយសារអីសុកនាងត្រូវចាំថាឥឡូវដូចយើងកាយពីយើងនៅទូចនៅពេលដែលយើងគេធ្វើអីលើយើងឬមួយក៏យើងចង់ដឹងចង់លឺអីមួយមកពីអាហ្នឹងវាចេះតែកើតឡើងលើយើងអូលើឧទាហរណ៍ប៉ាម៉ាក់ដប់កូនទៅរៀនកូននោះវាចេះតែជីកកាត់ទៅវាឃើញផ្លាកស្រាបៀរនេះមួយស្រាបៀរនោះមួយវាចេះតែកើតអារម្មណ៍ថាចុះអាហ្នឹងអីគេដល់ពេលវាធំបន្តិចទៀតវាអាចទៅទិញបានវាចង់សាកហើយឃើញទេដល់ពេលគេ research ឃើញគឺសិតតែក្មេងក្រោមអាយុ21ឆ្នាំតែច្បាប់យើងមានឃើញទេច្បាប់យើងអានបងអាននៅស្ដាប់មិញហ្នឹងគឺក្រោម21ឆ្នាំអត់អាចទិញស្រាបៀរបានទេច្បាប់យើងស្ទើរតែដូចសហរដ្ឋអាមេរិកបាត់ហើយឃើញទេតែដល់ពេលធៀបពិតអ្នកផឹកច្រើនគឺពីក្មេងអាយុ15ឆ្នាំ19ឆ្នាំហ្នឹងគឺខ្លាំងមែនតើហើយពាណិជ្ជកម្មហ្នឹងគឺប៉ះពាល់គាត់តាំងពីគាត់នៅកុមារសុកនាងដោយសារអីពេលដែលគាត់នៅជាកុមារអាយុ7 8ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមឃើញស្រាបៀរគាត់ស្គាល់ស្រាបៀរគាត់អីដោយសុកនាងស្គាល់ពីសាលាបើថាសាលានៅពេលដែលគេបង្រៀនឲ្យគាត់ស្គាល់គេប្រាប់ពីផលប៉ះពាល់តែដល់ពេលយើងពេលដែលឃើញពាណិជ្ជកម្មស្រាបៀរតាមផ្លូវពាណិជ្ជកម្មស្រាបៀរតាមផ្លូវមិនមែនប្រាប់ថាអ្នកឯងផឹកស្រាបៀរគ្រោះថ្នាក់ណាមានតែមោទនភាពជាតិខ្មែរផឹកហើយមានមោទនភាពមានបានរង្វាន់បានអីដល់ពេលក្មេងវាមានដឹងណាហើយអ្វីដែលកូនក្មេងឃើញពីមួយថ្ងៃទៅមួយថ្ងៃវាអាចឲ្យអារម្មណ៍បើថាហ្នឹងសាច់ដូចថាចិត្តវិទ្យាអារម្មណ៍ក្មេងចង់សាក់ចង់ដឹងចង់លឺដល់ពេលអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់អញ្ចឹងអ្វីដែលខ្ញុំគិតថាសុកនាងនិយាយមុនហ្នឹងដែលឲ្យច្បាប់ដូចថារឹតបន្តឹងយើងមានកម្រិតក្នុងកម្រិតណាមួយគឺជារឿងដែលល្អបំផុតសម្រាប់ការគ្រប់គ្រងស្រាបៀរកុំឲ្យគាត់ស្រាប៉ាណាប៉ាណៃហើយសុំសុំចិត្តមែនតែនចាប់ពីថ្ងៃនេះតទៅរឿង entertainment ការកំសាន្តដូចជាចម្រៀងដូចជា concert ពាក់ព័ន្ធជាមួយនឹងការកំសាន្តហ្នឹងកាត់បន្ថយខ្លះទៅបើថាអាចបានគ្រប់ឲ្យវាស្រាបៀរគ្រប់ដណ្ដប់ដូចថាស្រុកខ្មែរបើ sponsor ធំគឺស្រាបៀរហ្មងសុកនាងហើយនឹងគឺជារឿងគ្រោះថ្នាក់កម្មវិធីអីក៏ដោយបងគ្រោះថ្នាក់មែនតើសម្រាប់ទៅអនាគតទៀតព្រោះ entertain ហ្នឹងវាជ្រាបទៅដល់ក្មេងអាយុ3ឆ្នាំក៏ស្ដាប់ចម្រៀងដែរអញ្ចឹងដល់ពេលយើងយកស្រាបៀរធំអីគឺស្រាបៀរទាំងអស់គឺវាជ្រាបចូលទៅប៉ះពាល់កុមារអញ្ចឹងគួរតែបាញ់ឈប់បានបើថាបើឈប់មិនទាន់បានយើងចាប់ផ្ដើមកែប្រែបន្ថយមិនតិចម្ដងជួយច្បាប់កាត់បន្ថយកាត់អីយើងដូចថាយើងធ្វើអីឲ្យវាគិតពីអនាគតរបស់កុមារពួកអីដូចនៅសហរដ្ឋអាមេរិកចឹងដូចសុកនាងអានពីដំបូងគឺល្អមែនតើដោយសារអីមនុស្សចាប់ពី21ឆ្នាំទៅ brand យើងមិនថាយើងលូតលាស់គ្រប់គ្រាន់ក្នុងការអាចភ្លក់រសជាតិហើយគិតដោះស្រាយពិចារណាផឹកដោយការទទួលខុសត្រូវមួយទៀតនៅក្រៅប្រទេសបើមានការ research វិញសុកនាងអត់មានណាផឹកស្រាច្រើនជាងប្រទេសអភិវឌ្ឍទេប្រទេសអភិវឌ្ឍដូចជាសហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបជាពិសេសគឺប្រទេសហ្ជឺម៉ានីហ្នឹងឯងប្រទេសអាល្លឺម៉ង់ហ្នឹងឯងគឺលេខ1ឯងចុះហេតុអីបានករណីស្រាបៀរពាណិជ្ជកម្មស្រាបៀរគេអាចគ្រប់គ្រងបានព្រោះលើច្បាប់ចុងក្រោយគឺនិយាយពីរឿងច្បាប់ហើយនឹងការអនុវត្តទេអាហ្នឹងទី1បំផុតសំខាន់បំផុតបន្ទាប់មកបានយើងអ្នកដែលទទួលផលអ្នកប្រើប្រាស់អាហ្នឹងគឺការទំនួលខុសត្រូវផឹកដោយទំនួលខុសត្រូវឧទាហរណ៍យើងមើលសិស្សសាលាសិស្សនិស្សិតនៅអាល្លឺម៉ង់ពេលដែលគេផឹកស្រាជួនកាល
ខ្មែរយើងផឹកគាត់ដឹងតែកំសាន្តទេតែជួនកាលសុខនេះទាំងអត់តាមពិតពេលដែលផឹកស្រាឬផឹកបៀជួនកាលអ្នកខ្លះជជែកគ្នាកិច្ចការធំហ៎ ចា គេពិភាក្សាគ្នារឿងដល់នយោបាយថ្នាក់ជាតិដល់នយោបាយអីទៀតមើលយើងពេលខ្លះយើងឃើញនាយករដ្ឋមន្ត្រីក៏ផឹកបៀដែរសារប្រទេសគេវា grow up វា ទម្លាប់ ហើយអានឹងជាដូចថា culture economy គេជាសេដ្ឋកិច្ចរបស់ប្រទេសគេហ្មងគឺបានន័យថាស្រានឹងយើងជាអ្នកកំណត់ទេចុងក្រោយគឺយើងខ្លួនឯងជាអ្នកកំណត់ទេបើយើងផឹកឲ្យល្អគឺយើងផឹកល្អបើយើងផឹកមិនល្អគឺយើងគ្រោះថ្នាក់ខ្លួនឯងដែលយើងបកស្រាយមុននឹងអញ្ចឹងហើយវាផ្ដល់ហានិភ័យទៅដល់អ្នកដទៃទៀតសំខាន់នេះយើងចុងក្រោយដែលយើងចង់និយាយហ្នឹងគឺអាពេលដែលយើងបុកគេគ្រោះថ្នាក់ហ្នឹងគ្រោះថ្នាក់ទាំងយើងហើយអ្នកដទៃទៀតគេអត់ដឹងសោះគឺត្រូវស្លាប់ហើយក្នុងករណីស្រុកខ្មែរស្រុកនេះអូយ ច្រើនណាស់ ច្រើនមែនតើអាហ្នឹងគឺរឿងមួយដែលយើងគួរឲ្យសោកស្ដាយយើងបាត់បង់ធនធានមនុស្សហើយយើងធ្លាប់លឺកាលពីប្រហែលឆ្នាំមុនបុកនិស្សិតបកែ ភាគច្រើនក្មេងៗយុវជន គាត់ស្វឹងទេប៉ុន្តែគាត់ថារិសាគាត់ជ្រុលគាត់អីទៅរិសាគេមានលុយគេបកស្រាយផ្លូវច្បាប់អីផ្សេងតាមពិតមនុស្សតែគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺដល់ពេលចុងក្រោយគឺគាត់ស្វឹងទេតែគេដើម្បីកាត់បន្ថយកុំឲ្យមានទោសខ្លាំងរិសាគ្រឿងស្វឹងមកតង់ទៀតគេកាត់ថាអូរិសាបច្ចេកទេសរិសាអី រិសាឡានចេះ សាឡានចេះទៅអាហ្នឹងគឺជារឿងមួយដែលយើងសោកស្ដាយមែនតើឥឡូវយើងគិតថានៅពេលដែលគ្រឿងសង្វឹងវាប៉ះពាល់អញ្ចឹងហើយខ្ញុំគ្រាន់តែចង់ប្រាប់ពេលទៅពិតគ្រឿងសង្វឹងមិញហ្នឹងខ្ញុំបាននិយាយបន្តិចហើយគ្រឿងសង្វឹងចុងក្រោយយើងអ្នកកំណត់វាឥឡូវឧទាហរណ៍ខ្ញុំគ្រាន់តែឧទាហរណ៍ឯណាបងប្អូនកុំយកទៅកាត់តឬមួយក៏យកទៅជេរស្ដីអីឧទាហរណ៍ខ្ញុំមួយសុកនេះណាពេលដែលខ្ញុំកំពុងតែនិយាយហ្នឹងឧទាហរណ៍យើងមានស្រាប៉ុន្តែយើងផឹកក្នុងកម្រិតមួយថាបន្តិចឧទាហរណ៍ណាកុំប្រកាន់ពូបងដឹងថាសុកនេះអត់ភាសាឯងអត់ផឹកទេខ្ញុំអត់ចាបងដឹងតែគាត់បងឧទាហរណ៍គឺអត់ខុសទេព្រោះយើងមានទៅអាហ្នឹងមិនមែនផឹកស្រាខុសច្បាប់ណាអត់មានច្បាប់ណាចែងទី1យើងមានកម្រិតទី2បើសិនជាពួកខ្ញុំញ៉ាំឧទាហរណ៍ហ្នឹងពួកខ្ញុំអាយុ21យើងគ្រប់ច្បាប់ទី2យើងមានកម្រិតទី3យើងនៅផ្ទះយើងដូចថាហើយអត់ទៅណាអត់មានបើកបានអត់មានបើកបរចង់ប្រាប់បងប្អូនមួយទៀតនៅសហរដ្ឋអាមេរិកផឹកបៀយើងអត់អាចផឹកអង្គុយមុខផ្ទះផឹកបានទេណាព្រោះអីចាស់អាសាប្រាប់យើងខ្មែរគាត់ថាហេតុអីបានយើងអត់ដែរផឹកមុខផ្ទះព្រោះពេលដែលផឹកមុខផ្ទះជួនកាលក្មេងជិះកង់មកកាត់ណាឃើញស្នាបៀយើងខុសច្បាប់ទៀតអញ្ចឹងមិនគេអាចផឹកផ្ទះចាប់យើងបានគេអាចប្តឹងយើងឲ្យប៉ូលីសមកសួរយើងសួរនាំឬក៏ warning ឬមួយក៏អាចពិន័យអីទៀតដោយសារអញ្ចឹងដោយសារបងសំបីតែយើងទិញទៅ store ទៅទិញស្រាគេមិនទិញគេមិនច្រកឲ្យថង់ធម្មតាគេច្រកថង់ពណ៌ brown bag យើងអត់ដឹងថាក្នុងយើងអត់ឃើញទេចាអញ្ចឹងមិនថាហេតើយើងទៅផ្ទាល់ដូចបងប្រាប់អញ្ចឹងចង់ឃើញពាណិជ្ជកម្មស្រាបៀរតើទៅកន្លែងលក់ស្រាបៀរនឹងហ្មងមិនមែនយើងទៅភោជនីយដ្ឋានដូចស្រុកខ្មែរយើងមកតាមផ្លូវសុំទោសបងប្អូនគ្រាន់តែយើងទៅញ៉ាំសាច់អាំងក៏ស្រាបៀរដែរតែយើងនៅនេះបើយើងទៅញ៉ាំសាច់អាំងអត់មានទេណាតើយើងទៅហាងគេមួយដែលថាគេមាន privacy គេមានអីបើយើងមានសាច់អាំងមានអីទេបើទៅយើងទៅត្រឹមដូចលក្ខណៈដូចស្រុកខ្មែរយើងច្រើនមែនតើសុខនេះសាច់អាំងយើងប្រទេសយើងដូចថាជួយចិត្តលបហ្នឹងណាតែស្រាបៀរគឺដាក់នៅមុខនឹងហ្មងទិញចង្ការទិញ2ថែម1ទៀត promotion ពិសេសដើម្បីឲ្យសុកនេះឯងចូលយ៉ាប៉ុន្តែចង់ប្រាប់បងប្អូនថានៅស្រុកនេះផឹកនៅក្រៅផ្ទះក៏គេអាចមានសិទ្ធអូទៅសួនក៏អត់បានដែរសួនដូចថាយើងទៅសួនសាធារណៈឧទាហរណ៍ state park ឬមួយក៏សួនអីក៏ដោយជារួមឲ្យតែសាធារណៈគឺมันអាចយកស្នាមបៀទៅបានទេគឺយើងមានសិទ្ធិទៅផឹកតែនៅក្នុងរង្វង់ property បើនៅក្នុងផ្ទះ private property ឬមួយក៏នៅក្នុង party ណាមួយឬមួយក៏កន្លែងណាមួយដែលជា private មិនមែនជាសាធារណៈប៉ុន្តែ party ណាមួយដូចថាយើងមានការជប់លៀងយើងមានជប់លៀងធំអីចឹងមានអ្នកលក់ស្រានៅក្នុងហាងហ្នឹងប៉ុន្តែអ្នកលក់នៅក្នុងហាងហ្នឹងតតែមាន license ដែរយើងមិនអាចចាត់ទៅលក់បានទេនៅស្រុកខ្មែរខ្ញុំឃើញដូចថាគេហៅគេបងតូបចាប់ហួយអ្នកណាក៏លក់បានដែរអ្នកណាក៏លក់បានដែរចឹងហើយនៅប្រទេសអាមេរិកគឺអត់អាចទោះបីយើងនៅក្នុងហាងក៏ដោយយើងត្រូវតែមាន license លក់នៅនេះយើងមាន license ម្ហូបផ្សេង license លក់ស្រាផ្សេងហើយបើយើងមានតែ license ម្ហូបយើងទៅលក់ស្រាគឺខុសច្បាប់ហើយអញ្ចឹងយើងអាចធ្វើបានហើយអញ្ចឹងគឺច្បាប់ហ្នឹងគឺដូចថាតឹងរឹងមែនទែនការគោរពច្បាប់ហ្នឹងតឹងរឹងមែនទែនដែលអាចជួយបន្ថយការ disadvantage of alcohol ហ្នឹងប៉ុន្តែដូចថាច្បាប់តឹងយ៉ាងណាក៏ដោយជួនកាលក៏វាមានអ្នកប្រព្រឹត្តខុសដែរវានៅតែមានដែរយើងទទួលស្គាល់ហើយយើងមិនថាសហរដ្ឋអាមេរិកល្អដូចផ្កាហើយអត់មានអ្នកគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងសង្វឹងទេនៅតែមានអញ្ចឹងប៉ុន្តែគេព្យាយាមធ្វើយ៉ាងណា
ឲ្យនៅសល់ក្នុងកម្រិតតិចបំផុតមិនមែនដូចយើងសម្ងាយយើងនិយាយថាប្រទេសយើងសម្ងាយចុះច្បាប់មានអនុវត្តធូររលុងអញ្ចឹងអាគ្រោះថ្នាក់ចរាចរណ៍ឬក៏ការបង្កហេតុហ្នឹងដដែលកើតឡើងមកលើយុវជនកើតឡើងមកលើប្រជាជនខ្មែរដដែលអញ្ចឹងវាអត់ដដែលទេរបស់ខ្ញុំគិតថាកាន់តឡើងវាអត់មានមិនថាអារឿងនឹងវាកើតឡើងដដែលហើយវាកាន់តែកើនឡើងដោយថាអត់មានការថមថយគេព្យាយាមថាឥឡូវវាគ្រោះថ្នាក់អញ្ចឹងហើយយើងត្រូវធ្វើមិនដើម្បីឲ្យវាកាត់បន្ថយអាហ្នឹងស្ទើរតែអស់ដូចថា30យើងអាចមក20 15 10គេព្យាយាមមែន30នៅ30ជួនកាលហក់ឡើងដល់35អីចឹងឯងគឺអត់ទេគឺគេព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យគ្រឿងសង្វឹងហ្នឹងគឺស្រុកខ្មែរយើងបំផ្លាញធនធានច្រើនណាស់សម្លេងបងនិយាយទៀតហើយបងប្អូនអាចស្ដាប់គិតថារៀងដដែលប៉ុន្តែចេះតែចង់និយាយបងប្អូនដឹងដើម្បីអីអាដដែលហ្នឹងឯងដែលយើងចង់បញ្ជាក់ឲ្យយើងការពារអស់គ្នាឲ្យផឹកសូមមានទំនួលខុសត្រូវបើសង្វឹងហើយគេងនៅផ្ទះទៅគេងនៅផ្ទះពូម៉ាក់ទៅកុំជីកុំធ្វើដំណើរកុំបើកបរឲ្យសោះព្រោះនៅស្រុកនេះគេអត់ឲ្យចេញពីផ្ទះហ្មងគឺខ្ញុំស្រឡាញ់បងប្អូនខ្មែរយើងគាត់ឃើញចឹងតែណាសង្វឹងគឺអត់ឲ្យចេញពីផ្ទះចាក់សោវាឲ្យដេកនៅផ្ទះគាត់ហ្នឹងហ្មងគាត់ទឹកភួយទឹកកាតេលឲ្យហើយស្រាច់ហ្មងចាពាក់ព័ន្ធនឹងប្រធានបទហ្នឹងខ្ញុំដូចយើងបាននិយាយសំណេះសំណាលច្រើនរឿងច្បាប់ប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអំពូមីងយើងទាំងអស់គ្នាទាំងយុវជនក្មេងៗគឺកុំធ្វើសកម្មភាពនេះឲ្យជារឿងធម្មតាមានន័យថាក្មេងៗនៅស្រុកខ្មែរគឺគាត់ទិញស្រាទិញអីញ៉ាំបានហើយអ្វីដែលខ្ញុំចាំពេលខ្ញុំនៅប្រទេសកម្ពុជានៅទូចខ្ញុំចាំឃើញថាពេលមានជប់លៀងមានអីចឹងông phu minhគាត់ពិសាស្រាហើយគាត់ចេះតែថាអូនឯងចង់តិចហ៎ចង់សាកតិចហ៎ចឹងប៉ុន្តែយើងមិនគួរឲ្យទេពីព្រោះតែយើងចង់សាកម្ដងហើយគាត់ចង់សាកលើកទី2លើកទី3ហើយគាត់លួចសាកខ្លួនឯងទៀតសុំមែនលួចសាកខ្លួនឯងទៀតចឹងកុំទទួលយកវិធីហ្នឹងជាការសប្បាយគាត់តែគាត់មិនមែនគិតជារឿងធម្មតាសឹកនេះគាត់គិតថាជាការសប្បាយហើយគាត់ភ្លេចគិតថានៅពេលដែលគាត់ធ្វើអញ្ចឹងទៅវាប៉ះពាល់ដល់កូនចៅគាត់ចានេះការរំលឹកថាវាទូចមែនទែនប៉ុន្តែវាអាចធ្វើជារឿងធំបានហើយចុះដូចសឹកនេះនិយាយអញ្ចឹងពេលផឹកដំបងអ្នកខ្លះគាត់ត្រឹមតែឈឺក្បាលងុយដេកអីទេហើយឬមួយក៏ចង់ក្អួតអីចឹងទៅផឹកច្រើនតែដល់ពេលអនាគតបើគាត់ផឹកដដែលតែវាលើសកម្រិតមួយដែលគេបានកំណត់ទៅជាមហារាជទៅជាអីចឹងហើយជាពិសេសដូចខ្ញុំនិយាយពីដើមចឹងយុវជនក្មេងៗគឺខួរក្បាលគាត់អត់ទាន់ fully develop ទេអា frontal lobe គាត់ហ្នឹងសំខាន់មែនទែនសម្រាប់ការ critical thinking សម្រាប់ចិត្តសម្រាប់judgment គឺសំខាន់មែនទែនហើយអា critical thinking នេះសំខាន់ហើយពេលដែលគាត់ញ៉ាំស្រាពេលដែលគាត់មានការស្រវឹងចឹងគឺវា affect ខ្លាំងសម្រាប់the brain ដែលគាត់អត់ទាន់ develop អញ្ចឹងខ្ញុំសូមអំពាវនាវដោយអំពូមីងយើងមានការញ៉ាំស្រាជាការសប្បាយរីករាយជួបជុំគ្នាធម្មតាតែមានការកម្រិតកំណត់ខ្លួនឯងហើយខ្ញុំសូមអំពាវនាវកុំឲ្យជំរុញយុវជនទោះបីលើកទី1ក៏ដោយទោះបីតិចតួចក៏ដោយទោះបីជួបជុំគ្នារឿងចូលឆ្នាំបនភ្ជុំអីកុំលើកទឹកចិត្តឲ្យសោះជួយក៏អប់រំគាត់ពីហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹងបាទហើយអញ្ចឹងអរគុណមែនតើដែលបងប្អូនបានតាមដាន podcast របស់យើងហើយក៏សូមអរគុណមែនតើឃើញបងប្អូនតាមដាន podcast របស់យើងច្រើនរយៈពេល3 episode ហើយយើងឃើញគាត់មើលវីដេអូខ្លីទាំងវីដេអូវែងបើយើងគិតទៅវាវីដេអូខ្លះយើងបានដល់ 100k សំនេះ 100000 ច្រើនមែនតើហើយ podcast របស់យើងថ្មីមែនតើសម្រាប់បងប្អូនហើយយើងសង្ឃឹមថាយើងនឹងមានការគ្រប់គ្រងពីបងប្អូនទៀតហើយយើងជួបគ្នានៅ episode ក្រោយទៀតបាទអូខេទូចប់ហើយអូខេខ្ញុំចាំផ្លែតតើអញនិយាយអីបិទសំឡេងសិនហើយនឹងបិទកាមេរ៉ា